សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំសូមធ្វើការវិភាគទៅលើទីផ្សារមាសដូចតទៅកន្លែងណាដែលយើងត្រៀមចូលផ្សារខាង sell ហើយកន្លែងណាយើងត្រៀមចូលផ្សារខាង buy ឥឡូវមុននឹងយើងនិយាយអំពីបច្ចេកទេសតម្លៃចូលផ្សាររំលឹកបន្តិចបន្តួចអំពីតើមានអ្វីកើតឡើងនៅខាងសហរដ្ឋអាមេរិកបាទអញ្ចឹងគឺថាតើប្រាក់ដុល្លារអាមេរិកហ្នឹងកំពុងជួបបញ្ហាមែនទេបានជាធ្វើឲ្យយើងឃើញសកម្មភាពមានការទិញមាសឡើងតម្លៃខ្ពស់ដូចនេះបាទបងប្អូនទាំងអស់គ្នាអញ្ចឹងមុននេះបន្តិចណាយើងឃើញថាខាង Treasury គឺខាងរដ្ឋាភិបាលសហរដ្ឋអាមេរិកឬក៏មូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិកត្រូវបានគេចាត់ទុកថាជាកន្លែងវិនិយោគដែលមានសុវត្ថិភាពខ្ពស់បាទតែពេលថ្មីនេះគឺមានប្រទេសមួយចំនួនដូចជាមហាអំណាចចិននិងជប៉ុនកំពុងតែលក់ចេញនៅបំណុលរបស់រដ្ឋាភិបាលមូលបត្រនេះតែម្ដងបាទហ្នឹងហើយអញ្ចឹងសួរថាហេតុអ្វីបានជាគេធ្វើដូច្នេះដោយសារតែយើងឃើញថាប្រទេសចិនគឺបានកាន់កាប់បំណុលសហរដ្ឋអាមេរិកនឹងជាង750,000 លានដុល្លារបាទហើយកំពុងប្ដូរទៅជាប្រាក់អឺរ៉ូឬក៏សញ្ញាប័ណ្ណអាល្លឺម៉ង់វិញបាទខាងទៅខាងអឺរ៉ុបវិញណាបាទចង់ប្ដូរទៅនឹងវិញហើយនេះអាចបង្ហាញថាពួកគេកំពុងតែបាត់ទំនុកចិត្តទៅលើអនាគតនៃប្រាក់ដុល្លារតែម្ដងបាទហើយម្យ៉ាងវិញទៀតនឹងអ្នកខ្លះក៏បាននិយាយថាសហរដ្ឋអាមេរិកនឹងអាចក្លាយជាប្រទេសណាជួបនៅវិបត្តិបាទគឺខ្សែធនបាទអញ្ចឹងព្រោះអ្វីដោយសារតែមានការចាយវាយច្រើនពីរដ្ឋាភិបាលតែម្ដងបាទហ្នឹងហើយបើទោះបីជាលោកប្រធានាធិបតី Donald Trump ចង់ឲ្យមានការកាត់បន្ថយការចំណាយក៏ដោយប៉ុន្តែការចំណាយនោះគឺឃើញកាន់តែរីកប៉ោងឡើងតែម្ដងបាទទាំងអស់គ្នាហ្នឹងហើយអញ្ចឹងក្នុងរយៈពេលខ្លីៗនេះប្រាក់ដុល្លារបានធ្លាក់ចុះជិត 20% ឯណោះបងប្អូនទាំងអស់គ្នាអញ្ចឹងថាតើវាសនាអនាគតរបស់ប្រាក់ដុល្លារយ៉ាងណានោះយើងនឹងបន្តតាមដានទាំងអស់គ្នាបាទឥឡូវក៏លេខមកមើលទីផ្សារមាសដើម្បីយើងត្រៀមផែនការចូលផ្សារវិញតែម្ដងបាទនៅក្នុងនេះគឺខ្ញុំបានដាក់ទិសដៅណានេះគឺជា day trade គឺជាការចេញចូលប្រចាំថ្ងៃតែម្ដងដោយខ្ញុំបានឃើញថាប្រសិនបើតម្លៃទីផ្សារមាសនេះធ្លាក់មកដល់តំបន់ដែលខ្ញុំត្រូវបាយត្រឡប់ឡើងទៅវិញនោះគឺនៅក្នុងថ្ងៃនេះខ្ញុំមករងចាំទីផ្សារនេះឲ្យធ្លាក់មកដល់តម្លៃ32.50 ឬក៏32.70 សិនបានខ្ញុំធ្វើការវិភាគផ្សេងទៀតដើម្បីចូលបាយទីផ្សារមាសនេះត្រឡប់ទៅវិញណាបងប្អូនទាំងអស់គ្នានេះគឺជាតំបន់ support zone ដែលខ្ញុំមើលឃើញសម្រាប់ថ្ងៃនេះចំពោះខាងផ្នែក sell វិញគឺនៅតំបន់ resistance ណាដែលជាតំបន់ដែលខ្ញុំមើលឃើញថាវាជា quality ល្អក្នុងការលក់ចេញមកវិញផងដែរគឺនៅតម្លៃ33.80 ឬក៏34.00 បាទរងចាំឱកាសទីផ្សារចូលទៅក្នុងតំបន់ណាមួយរួចហើយយើងចាំធ្វើការសង្កេតវិភាគដើម្បីរក signal ទាំង buy ទាំង sell ឲ្យឃើញបាទរងចាំទីផ្សារឲ្យចូលក្នុងតំបន់សិនណាបងប្អូនទាំងអស់គ្នាចាំធ្វើការសម្រេចបាទកន្លែងនេះសុទ្ធតែជាកន្លែង quality តែម្ដងបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនទាំងអស់គ្នានេះជាការចែករំលែកខ្លីៗប្រចាំថ្ងៃរបស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តនៅមេតិការវិភាគខ្លីៗដូច្នេះសូមបងប្អូនទាំងអស់គ្នាជួយ subscribe ក៏ដូចជា follow ម្នាក់មួយមកបងប្អូនទាំងអស់គ្នាហើយចែករំលែកជាមួយនឹងមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាបានផងដែរបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជូនពរឲ្យចំណេញបានគ្រប់គ្នាបាទ